របបផ្ដាច់ការនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ព្យួរកក្រុមប្រឆាំង2នាក់នៅទីសាធារណៈកាត់ទោសដោយព្យួរកនឹងប្រហារជីវិត 3000 នាក់រយៈពេល 6 ខែមកនេះបញ្យោងតាមក្រុមអង្គការសិទ្ធិមនុស្សដែលលាក់ខ្លួននៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់ការចុះផ្សាយដោយសារព័ត៌មាន The Times of Israel ចុះផ្សាយនៅថ្ងៃទី28 កក្កដានេះបានដឹងថាតុលាការកំពូលនៃប្រទេសអ៊ីរ៉ង់បានប្រកាសពីការព្យួរកមនុស្ស2នាក់ដែលពួកគេចោទពីបទពាក់ព័ន្ធទៅនឹងការដឹកនាំកម្លាំងបះបោរប្រឆាំងរដ្ឋាភិបាលកាលពីខែមករាដែលបរិសុទ្ធពីរូបនោះត្រូវដឹកយកទៅព្យួរកនៅទីសាធារណៈមួយនៅខេត្តអ៊ីស្វ៉ាហានភាគកណ្ដាលនៃប្រទេសអ៊ីរ៉ង់បរិសុទ្ធពីអ្នកដែលត្រូវបានព្យួរកជាសាធារណៈដោយទោសប្រហារជីវិតនេះម្នាក់មានឈ្មោះថាអាប៊ុលហ្វាល់ស៊ីបាហ៊ីនិងម្នាក់ទៀតមានឈ្មោះថាអាមៀហូសែនហ្សាហ្វារីការព្យួរកបរិសុទ្ធពីអ្នកនេះប្រព្រឹត្តទៅនៅពេលព្រឹកថ្ងៃទី28 កក្កដាហើយឈ្មោះរបស់គាត់ត្រូវបានគេមើលឃើញលើគេហទំព័រនៃតុលាការកំពូលរបស់ប្រទេសអ៊ីរ៉ង់គេហទំព័រនោះមានឈ្មោះថា Mizan Website ទីភ្នាក់ងារសារព័ត៌មានមើលផ្លូវការរបស់អ៊ីរ៉ង់គណៈនេះបានធ្វើសេចក្តីរាយការណ៍ថាការព្យួរកបរិសុទ្ធពីរូបនោះដែលចោទពីបទដឹកនាំកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលគឺពួកគេត្រូវព្យួរកនៅក្នុងទីធ្លាសាធារណៈមួយនៅទីក្រុងម៉ាដេហ្សាតនៅភាគកណ្ដាលនៃខេត្តអ៊ីស្វ៉ាហានបរិសុទ្ធដែលរងការដោយកាត់ទោសដោយការព្យួរកនេះត្រូវបានចោទថាបានបើកការវាយប្រហារសម្រាប់មន្ត្រីប៉ូលីសដោយការប្រព្រឹត្តកំបិតកាប់មន្ត្រីប៉ូលីសស្លាប់នៅក្នុងអំឡុងនៃកុបកម្មកាលពីខែមករាហើយមន្ត្រីប៉ូលីសដែលស្លាប់នោះគឺស្លាប់នៅក្នុងស្នាដៃរបស់ពួកគេ2នាក់នេះសម្រាប់មន្ត្រីប៉ូលីស2នាក់នោះក្រាបដល់ដីនៅក្នុងអំឡុងកុបកម្មផ្ទុះឡើងនោះក្រោយមកទៀតប៉ូលីសដែលស្លាប់នោះត្រូវបានយកសាំងដិតឆេះតែម្ដងប៉ូលីសដែលស្លាប់នោះនៅក្នុងមហាកុបកម្មផ្ទុះនៅពាពេញប្រទេសអ៊ីរ៉ង់គឺនៅថ្ងៃទី8មករារបាយការណ៍របស់អង្គការសិទ្ធិមនុស្សក្នុងស្រុកនៃប្រទេសអ៊ីរ៉ង់បានបន្ថែមថាសាលក្រមរបស់តុលាការគេថាបរិសុទ្ធដែលប្រហារជីវិតដោយការព្យួរកនេះពួកគេមានទោសពីបទធ្វើសង្គ្រាមបះបោរប្រឆាំងនឹងព្រះដោយពួកគេប្រើអាវុធរបស់បរទេសបង្កើតចលាចលប្រឆាំងនឹងព្រះបង្កើតអំពើបះបោរក្នុងប្រទេសខ្លួនឯងកាលពីចុងខែធ្នូឆ្នាំ2025ចលនាបះបោរមួយបានផ្ដើមផ្ទុះឡើងដើម្បីទាមទារតម្លៃនៃសេរីភាពនៃការរស់នៅសមស្របរបស់ប្រជាជនអ៊ីរ៉ង់តែរាលដាលផ្ទុះទៅបែរជាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ផ្ទុះពេញទំហឹងនៅរវាងថ្ងៃទី8មករាទី9មករាឆ្នាំ2026របាយការណ៍របស់សារព័ត៌មានអ៊ីរ៉ង់ International ចុះផ្សាយថាប្រជាជនអ៊ីរ៉ង់ងើបឡើងបះបោរនៅទូទាំងប្រទេសជាង6លាន50ម៉ឺននាក់គ្រាន់តែនៅរដ្ឋធានីតេហ៍រ៉ង់គឺងើបឡើងបះបោរ1លាន5សែននាក់គោលដៅនៅពីនោះឈានទៅដល់ការផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះទៅហើយជាមួយនឹងការដែលរុញឲ្យងើបឡើងបះបោរដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំប្រជាជនអ៊ីរ៉ង់តែងតែផ្ទុះបាតកម្មប្រឆាំងនឹងរបបរបស់ខ្លួនជាច្រើនឆ្នាំមកហើយតែរូបភាពផ្ទុះបាតកម្មត្រូវចាត់ទុកថារុញយុវជនឲ្យងើបឡើងប្រឆាំងរបបខ្លួននោះផ្ដើមពីការដែលប៉ូលីសសម្លាប់ស្ត្រីម្នាក់យកទៅឃុំខ្លួនស្ត្រីនោះឲ្យធ្វើទរណកម្មរហូតដល់ស្លាប់ព្រោះតែស្ត្រីនោះមិនប្រព្រឹត្តតាមអាវាតនៃការដើរតាមក្បួនគម្ពីរសាសនារបស់ខ្លួនក៏ត្រូវធ្វើទរណកម្មហើយបង្កឲ្យផ្ទុះបាតកម្មនៅឆ្នាំ2022រាប់ម៉ឺនសែននាក់ក្រោយមកទៀតការផ្ទុះបាតកម្មបន្តបន្ទាប់គឺដោយសារតែប្រឆាំងនឹងអតិផរណាក្រដាស់ប្រាក់រៀលចុះថោកបើធៀបនឹងទំនិញនៅលើទីផ្សារសេដ្ឋកិច្ចអ៊ីរ៉ង់ដាំក្បាលចុះក្រុមទណ្ឌកម្មរបស់ពួកបច្ចឹមប្រទេសនិងសហរដ្ឋអាមេរិកអ៊ីរ៉ង់ចាប់ផ្ដើមកាត់ទោសប្រហារជីវិតលើក្រុមប្រឆាំងដែលជាតិសាសន៍ខ្លួនឯងក៏ដោយជាតិសាសន៍គេក៏ដោយគឺមានទោសតែព្យួរកនិងបាញ់សម្លាប់
ចាប់តាំងពីរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បង្កើតឡើងដោយបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅឆ្នាំ1979ប៉ុន្តែការកាត់ទោសមនុស្សដោយប្រហារជីវិតនិងព្យួរកមានការកើនឡើងចាប់តាំងពីឆ្នាំ2022អង្គការសិទ្ធិមនុស្សក្នុងស្រុកបានបញ្ចេញរបាយការណ៍ថាចាប់តាំងពីរលកនៃការបះបោរប្រឆាំងនឹងរដ្ឋាភិបាលនៅខែមករាមកដល់ខែកក្កដានេះមនុស្សដែលត្រូវប្រក្រុមប្រឆាំងដែលទទួលរងការកាត់ទោសប្រហារជីវិតដោយព្យួរកនិងទោសប្រហារជីវិតដោយចាក់ថ្នាំសម្លាប់ឬក៏បាញ់សម្លាប់ជាសាធារណៈគឺមានចំនួនជាង 3000 នាក់យោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេស Northwest និងអង្គការសិទ្ធិមនុស្សឯករាជ្យជាច្រើនទៀតឲ្យដឹងថាការកាត់ទោសដោយព្យួរកជនជាប់ចោទឬក៏អ្នកទោសមានការកើនឡើងជាលំដាប់ពី500នាក់រហូតដល់1500នាក់នៅឆ្នាំ2025ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញដំណោះស្រាយជាញឹកញាប់ថ្កោលទោសរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដោយទាមទារឲ្យរបបនេះបញ្ឈប់នៅការសម្លាប់មនុស្សយ៉ាងសាហាវដូចនេះទាមទារឲ្យកាត់ទោសត្រឹមតែអស់មួយជីវិតតែប៉ុណ្ណោះប៉ុន្តែរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អះអាងថាខ្លួនគេមានច្បាប់ដាច់ដោយឡែកមិនមានទំនាក់ទំនងនឹងច្បាប់ប្រទេសណាមួយឬអន្តរជាតិនោះទេដូច្នេះជាសិទ្ធិរបស់ខ្លួនតែអ្នកជំនាញច្បាប់អន្តរជាតិច្បាប់សិទ្ធិមនុស្សចោទសួរថាតើបើអ៊ីរ៉ង់អះអាងថាវាអនុលោមតាមច្បាប់ផ្ទៃក្នុងរបស់ខ្លួនឯងច្បាប់ស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្លួនចុះអ៊ីរ៉ង់ចាំបាច់ផ្ដល់សច្ចៈបានទៅឲ្យច្បាប់អន្តរជាតិធ្វើអ្វីប្រសិនបើខ្លួនប្រកាន់ប្រទេសក្រៅច្បាប់អន្តរជាតិទៅហើយនេះនៅក្នុងកបកម្មទ្រង់ទ្រាយធំប្រជាជនចូលរួមដល់ទៅជាង6.5 លាននាក់នៅដើមខែមករាឆ្នាំ2026នោះផ្ទុះកបកម្មនៅរដ្ឋធានីតេរ៉ង់និងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសនោះគេដឹងថាកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់កងសន្តិសុខបែលហ្ស៊ីសទីកងសន្តិសុខថ្នាក់ជាតិអ៊ីរ៉ង់ប្រើប្រាស់រហូតដល់បំពាក់កំភ្លើងយន្តលើរថយន្តបោកបាញ់បាតុករស្លាប់ក្នុងថ្លុកឈាមយ៉ាងរង្គាលជាពិសេសគឺនៅរដ្ឋធានីតេរ៉ង់ដែលបាតុករដាក់គោលដៅចាប់យកស្ថាប័នជាតិធំជាតិចំណាប់ខ្មាំងក្នុងគោលដៅផ្ដួលរំលំរដ្ឋាភិបាលក្នុងស្ថានភាពនេះហើយបើតាមលោកដូណាល់ត្រាំអះអាងថ្មីនេះថាបាតុករត្រូវបានសម្លាប់ក្នុងថ្លុកឈាមនៅពីពេញប្រទេសជាពិសេសគឺនៅរដ្ឋធានីតេរ៉ង់គឺស្លាប់រហូតដល់ទៅ52,000 នាក់ចាប់ខ្លួន 10,000 នាក់ហើយការកាត់ទោសប្រហារជីវិតមានសឹងរាល់ថ្ងៃក្រុមប្រឹក្សាអង្គការសិទ្ធិមនុស្សដែលលាក់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ក៏បានបញ្ចេញរបាយការណ៍ដូចនេះផងដែរអ៊ីរ៉ង់ត្រូវបានរាប់ថាជាប្រទេសដែលកាត់ទោសប្រហារជីវិតអ្នកទោសអាក្រក់បំផុតក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះនៅលើពិភពលោកដែលប្រកាន់ការកាត់ទោសព្យួរកនិងប្រហារជីវិតនេះអង្គការលើកលែងទោសអន្តរជាតិ Amnesty International បានធ្វើរបាយការណ៍ថាអ៊ីរ៉ង់ជាប្រទេសដែលកាត់ទោសប្រហារជីវិតក្រុមប្រឆាំងធ្ងន់ធ្ងរដូចនឹងប្រទេសចិនផងដែរយ៉ាងណារដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់តែងតែចោទអ្នកទោសដែលប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនេះថាសិតតែជាចារកម្មរបស់អ៊ីស្រាអែលចារកម្មរបស់សហរដ្ឋអាមេរិកនិងបរទេសដែលពួកគេមានទោសក្បត់ជាតិសាសន៍ខ្លួនឯង